ភាពងងឹតចាប់ផ្ដើមចូលមកគ្របដណ្ដប់ជាបណ្ដាហើយព្រោះតែព្រះអាទិត្យចាប់ផ្ដើមលិចបាត់ទៅមុននេះបន្តិចនោះឯងគ្រួសាររបស់លោកមេភូមិសៅក៏ចាប់ផ្ដើមនាំគ្នាស្វះស្វែងរកចង្គៀងដើម្បីដុតបំភ្លឺនៅពេលយប់ដូចផ្ទះផ្សេងទៀតដែរគ្រួសាររបស់ពួកគាត់មានទម្លាប់ឆាប់បរិភោគអាហារពេលល្ងាចហើយក៏ឆាប់ចូលសម្រានដែរដូច្នេះហើយទើបគ្រាន់តែថ្ងៃលិចមិនទាន់បានប៉ុន្មានផងពួកគាត់ក៏បរិភោគអាហាររួចរាល់បាត់ទៅហើយកៅជាកូនស្រីរបស់លោកមេភូមិសៅយប់នេះមិនទាន់ចូលសម្រាកភ្លាមទេនាងនៅអង្គុយត្រង់មាត់ចន្ទាផ្ទះម្នាក់ឯងដើម្បីរង់ចាំប្តីត្រឡប់មកវិញព្រោះប្តីរបស់នាងជាប់រវល់ទៅជួយគេធ្វើបុណ្យនៅឯចុងភូមិឯណោះនាងជាមនុស្សមិនទម្លាប់និយាយច្រើនទេចូលចិត្តអង្គុយឆ្អឹងប្រៀបដូចជាមានអ្វីមួយយ៉ាងចូលខ្លួននាងចឹងដែលអ្វីមួយយ៉ាងនោះមិនចាំបាច់បរិយាយប្រាប់ក៏អាចស្មានដឹងបានដែរថាគឺជាអ្វីឲ្យប្រកបនាងកាន់ចង្គៀងជាប់នៅនឹងដៃរហូតមិនព្រមទម្លាក់ចុះសោះឡើយភ្នែកគិតតែពីសម្លឹងទៅមុខជាប់មិនព្រមព្រិចសំបីតែបន្តិចជាហេតុធ្វើឲ្យអ្នកដាវឆ្លងកាត់ដូចជាធុនត្រូវភ្ញាក់ឲ្យព្រើតហើយក៏ស្រែកមួយវាស់ផងដែរចានេះអ្នកណាគេនឹងធុននិយាយទៅកាន់កៅហើយកៅក៏យកចង្គៀងដែលខ្លួនកាន់ជាប់មិនព្រមលែងនោះដាក់ក្បែរមុខខ្លួនហើយនិយាយដោយសំឡេងខ្សៅពិបាកស្ដាប់សំបីតែបន្តិចគឺខ្ញុំធុនជាអ្នកចិត្តខាងរបស់គ្រួសារមេភូមិសៅដែរកែនឹងកៅស្គាល់គ្នាតាំងពីតូចមុខម្ល៉េះមិនសមណាថាចំណាំសំឡេងរបស់កៅមិនបានទេតែម្ដងនេះសំឡេងរបស់នាងពិតជាស្ដាប់មើលទៅចម្លែកខ្លាំងណាស់កៅទេអីទេធឺជានិយាយធម្មតាតែរំពេចនោះគេក៏បានសង្កេតឃើញអ្វីមួយយ៉ាងដែលខុសប្លែកនៅត្រង់ពន្លឺដែលចាំងពីចង្គៀងព្រេងនោះគឺមិនបានមានស្រមោលរបស់កៅឡើយទេប្រញាប់យកដៃញីភ្នែកជាបន្ទាន់ព្រោះគិតថាប្រហែលជាខ្លួនធ្វើការនៅឯស្រែចម្ការហត់នឿយពេកទើបបានជាមើលអ្វីទៅជាស្រវាំងបែបនេះតែមិនមែននោះទេពេលដែលគេងើយមុខឡើងដើម្បីនិយាយជាមួយកៅបន្តទៀតក៏ស្រាប់តែបាត់កៅពីមុខភ្លាមមួយរំពេចយាយកៅតាណាចិននុកអគេនឹកភ្នុកក្នុងចិត្តខ្លួនឯងគិតថាតើគេជាអ្នកមិនសម្រួលឬកៅជាអ្នកមិនសម្រួលឲ្យប្រកាប់ទៅព្រោះមិនមែនថាភ្លាមក៏អាចងើបចេញដើរបាត់ស្រមោលពីទីនេះបែបនឹងនោះទេធុនក្រឡេកមើលជុំវិញខ្លួនម្ដងទៀតដើម្បីពិនិត្យមើលឲ្យច្បាស់តែនៅដូចដើមគ្មានអ្វីខុសប្លែកឡើយកៅមិនបាននៅទីនេះនោះទេណែអាធុនអ្នកឯងមកឆក់ឯម្នាក់ឯងនឹងសំឡេងមួយបានបន្លឺពីក្រោយខ្នងរបស់ធុនធ្វើឲ្យធុនចាប់ផ្ដើមមានអារម្មណ៍កក់ក្ដៅបន្តិចដែលគេមិនបាននៅម្នាក់ឯងជូនគឺថាធុនមិនដឹងនិយាយអ្វីឲ្យល្អប្រាប់ជូននោះឡើយព្រោះគេក៏មិនប្រកាសចិត្តដែរថាតើអ្វីដែលគេគិតនោះជាការត្រឹមត្រូវដែរឬក៏អត់នោះទេប៉ុន្តែមើលទៅគេគួរតែនិយាយអ្វីបន្តិចហើយទើបបានជូនប្រពន្ធរបស់ឯងកៅនាងហាក់ដូចជាចម្លែកណាស់ថ្ងៃនេះឯងនិយាយឈួតស្ទើរឯងកៅនៅតែជាកៅទេទៅមិនមែនបែបហ្នឹងទេគឺយើងបងជូនបងត្រឡប់មកវិញហើយមែនទេសំលេងកៅជ្រៀតចូលមកទើបធ្វើឲ្យធុនប្រញាប់បិទមាត់លែងហ៊ានបង្ហើបវាចាបានតទៅទៀតធុនតាមសម្លឹងមុខរបស់កៅជាប់ពេលនោះដែរកៅក៏ក្រឡេកមុខរកធុនដូចគ្នាធុនបានមើលឃើញកៅភ្នែករបស់នាងបញ្ចេញពន្លឺនៃភាពគួរឲ្យខ្លាចចេញមកហើយតាមរយៈពន្លឺចង្គៀងដែលនាងកាន់ចាំងមកប៉ះនឹងផ្ទៃមុខរបស់នាងទៀតនោះកាន់តែធ្វើឲ្យភាពគួរឲ្យខ្លាចរបស់នាងកើនឡើងទ្វេដងទៀតធុនលេបទឹកខ្មាច់ហើយក៏និយាយយកឬខ្លួនជាបន្ទាន់ខៀងដូចជាហត់ហើយសុំទៅសម្រាប់មុនហើយណាកៅនឹងជូននៅនិយាយគ្នាទៀតចុះនិយាយចប់គេក៏រត់ឡើងទៅលើផ្ទះរបស់គេយ៉ាងលឿនធ្វើឲ្យជូនជ្រួញចិញ្ចាមតាមមើលដំណើររបស់ធុនដោយការងឿងឆ្ងល់អូនពួកយើងឡើងទៅលើផ្ទះទៅបងដូចជាឃ្លានហើយមានម្ហូបឆ្ងាញ់ទុកឲ្យបងដែរទេជូននិយាយទៅកាន់កៅងាកមកញញឹមដាក់ប្តីហើយនិយាយចាមមានបងបន្ទាប់នោះពួកគេទាំងពីរក៏បានឡើងទៅខាងលើផ្ទះជាមួយគ្នាពេលនោះឯងធុនដែលកំពុងតែពួនលបមើលតាមបង្អួយផ្ទះក៏បានឲ្យមើលឃើញច្បាស់ផ្ទាល់នឹងភ្នែកថាតាមពិតអ្វីដែលគេបានមើលឃើញមុននេះមិនមែនជាការបំភ្លិនភ្នែកឬក៏មើលច្រឡំឡើយតែវាជាការពិតពន្លឺចង្គៀងដែលចាំងមកលើជូននិងកៅបានបង្ហាញឲ្យឃើញថាស្រមោលរបស់ពួកគេទាំងពីរបានបាត់មួយទៅហើយនោះគឺស្រមោលរបស់កៅមិនមានស្រមោលទេបែបនេះបានន័យថាកៅមិនមែនជាមនុស្សទេមែនទេហើយគួរឲ្យខ្លាចខ្លាំងណាស់ម្ដងនេះធុនមិនខ្លាចក៏ត្រូវតែខ្លាចហើយគេប្រញាប់ទាញបង្អួយបិទនៅមុនពេលដែលកៅក្រឡេកក្រោយប្រទះគេហើយអាចនឹងធ្វើអ្វីម្យ៉ាងដាក់គេដូចជាអ្វីដែលគេកំពុងគិតនេះក៏អាចថាបានដែរពេលនេះធុនកំពុងតែគិតថាតើត្រូវប្រាប់ជូននឹងឯទៀតបានដោយរបៀបណា
ព្រោះគ្រប់គ្នាសុទ្ធតែមិនបានចាប់អារម្មណ៍ពីរឿងនឹងផងព្រោះសូម្បីតែគេក៏មិនដឹងដែរគុំតែបានឃើញផ្ទាល់នឹងភ្នែកដែរគុំឲ្យក៏មិនដឹងដូចជាគេឯងនឹងដែរយប់ក្រោយៗក៏ជៀនចូលមកដល់ហើយហេតុការណ៍ដែលគេបានឃើញនោះមិនខុសប្លែកពីរាល់ដងឡើយឲ្យតែរាល់យប់ដែលគេដើរឆ្លងកាត់ផ្ទះរបស់មេភូមិសៃគេតែងតែបានឃើញកែវអង្គុយនៅមាត់ជណ្ដោរផ្នែកខាងលើផ្ទះខ្លងដៃកាន់ចង្កៀងកែវជាប់ដៃមិនព្រមលែងហើយកែវភ្នែកក៏សម្លឹងទៅមុខជានិច្ចមិនបានសម្លឹងមើលអ្វីដែលនៅជុំវិញខ្លួនឡើយធនមានការតក់ស្លាត់ជាខ្លាំងព្រោះយប់នេះគេមិនត្រឹមតែបានឃើញថាកែវគ្មានស្រមោលទេគេបានឃើញមុខមាត់ពិតប្រាកដរបស់កែវទៀតមុខរបស់កែវដែលចាំងតាមពន្លឺចង្កៀងក្នុងដៃរបស់នាងមានសុទ្ធតែឈាមនិងដំបៅរលួយពេញទាំងអស់សម្លៀកបំពាក់រហែករលួយសភាពគួរឲ្យខ្លាចពេកក្រីមិនត្រឹមតែប៉ុណ្ណោះពេលដែលនាងដឹងថាត្រូវបានធនលួចមើលតាមបង្អួចផ្ទះមកក៏នាងបាយទៅទិសដៅនោះដោយពាមនាំចង្កៀងគួរឲ្យខ្លាចនោះផងដែរកែវភ្នែកនាងច្បាស់ណាស់ថាបង្ហាញពីភាពមិនសុខចិត្តបន្តិចសោះឡើយពេលនោះដែរនាងក៏និយាយឡើងកុំចេះដឹងរឿងគេឲ្យសោះកុំថាយើងមិនបានប្រាប់ច្បាស់ហើយថាកែវមិនមែនជាមនុស្សនោះទេតែមានរឿងមួយដែលគេឆ្ងល់ខ្លាំងណាស់នោះគឺបើកែវស្លាប់បាត់ទៅហើយតែហេតុអីបានជាគ្រូសាររបស់លោកមេភូមិនឹងជូនមិនដឹងគេមិនអាចបណ្ដោយឲ្យកែវធឿតាមចិត្តខ្លួនឯងបែបនេះតទៅទៀតឡើយវាជាការពិតមនុស្សនិងខ្មោចមិនអាចនៅជាមួយគ្នាបានជាដាច់ខាតគិតច្បាស់លាស់ហើយនៅពេលព្រឹកឡើងគេប្រញាប់ស្កាត់ទៅជួបលោកមេភូមិនៅឯផ្ទះរបស់គាត់ជាបន្ទាន់ព្រោះតែពេលស្មើនេះកែវនឹងបោកដៃស៊េរីរបស់នាងទៅចំការបាត់ទៅហើយទៅដល់ភ្លាមគេក៏សួរសំណួរដំបូងដែលគេចង់ដឹងជាទីបំផុតនោះជាបន្ទាន់តែម្ដងមេភូមិដឹងទេថាកែវបានស្លាប់ទៅហើយនោះតើឯងកំពុងនិយាយអ្វីនឹងអាធុនមេភូមិសៅដែលជាឪពុកបង្កើតរបស់កែវពោលឡើងដោយការមិនពេញចិត្តជាខ្លាំងតែពេលដែលស្ដាប់ឮពាក្យសម្ដីបន្ទាប់របស់ធុនគាត់ក៏ត្រូវស្ងាត់មាត់និងអស់ពាក្យរកថ្លែងតែម្ដងកែវពិតជាស្លាប់ហើយមែនណាំខ្ញុំហ៊ានយកក្បាលមកធានាធុនពោលដោយឬការប្រកាសខ្លាំងណាស់ទើបធ្វើឲ្យលោកមេភូមិសៅនៅស្ងៀមបន្តិចរួចក៏ពោលបន្តបើឯងអាចបញ្ជាក់បានយើងសុខចិត្តជឿឯងទៅចុះពេលយប់ឡើងបានឈានចូលមកដល់ធនបាននាំលោកមេភូមិសៅព្រមទាំងបណ្ដាសាច់ញាតិរបស់មេភូមិសៅខ្លះមកជុំគ្នានៅឯផ្ទះរបស់ធនដើម្បីចាំលុបមើលថាតើកែវនឹងបញ្ចេញសកម្មភាពដូចរាល់ដងដែរឬក៏អត់ពេលជូនត្រឡប់មកវិញនៅពេលយប់ដូចរាល់ដងធនក៏បានគេអ្នកគ្រប់គ្នាឲ្យមើលអ្នកទាំងអស់គ្នាមើលទៅនោះហើយកែវគ្មានស្រមោលទេនេះពិតមែនហើយមេភូមិសៅព្រមទទួលស្គាល់ការពិតហើយពេលនោះដែរគាត់ក៏រហ័សរត់ចុះទៅក្រោមដើម្បីទៅរកកូនស្រីរបស់គាត់ភ្លាមកែវកូនហេតុអីបានជាកូនಲೆកនឹងពួកយើងកូនស្លាប់បាត់ទៅហើយហេតុមេភូមិសៅស្ងាត់មាត់ពេលដែលគាត់បានឃើញបរិយាកាសដែលនៅពីមុខខ្លួនផ្ទះរបស់គាត់ស្ងាត់ជ្រាបព្រោះតែប្រពន្ធគាត់និងកូនស្រីពោរបស់គាត់កំពុងនៅឯផ្ទះរបស់ធុនឯនោះចោះជូននឹងកែវនោះពួកគេបាត់ទៅណាហើយគាត់មិនអស់ចិត្តឡើយក៏បោះជំហានជើងមួយសម្ដៅទៅមើលគ្រប់កន្លែងជុំវិញផ្ទះជាមួយធុនដែលនៅពីក្រោយពុំមេភូមិខ្ញុំគិតថាកែវប្រកាសជាមិននៅទីនេះឡើយធុននិយាយដោយងាកមើលឆ្វេងមើលស្ដាំក្រោមពន្លឺចង្កៀងដែលបំភ្លឺផ្លង់នោះបន្ទាប់មកមេភូមិនិងធុនឡើងទៅលើផ្ទះនិងដើរទៅក្បែរមាត់បង្អួចវិញពេលនោះក៏បានឃើញពន្លឺចង្កៀងបានបំភ្លឺឡើងនៅឯក្រោយផ្ទះជ្រុងខាងនោះព្រៃខាងក្រោយផ្ទះទេតាមេភូមិលាន់មាត់ឡើងគាត់នឹងធុនប្រញាប់រត់ទៅតាមពន្លឺភ្លើងចង្កៀងនោះជាបន្ទាន់ព្រោះខ្លាចថានឹងអាចទៅមិនទាន់រឿងអាក្រក់កាត់ឡើងចំពោះជូនពេលទៅដល់ក៏បានឃើញថាវាមិនខុសពីការកាត់របបពួកគាត់ឡើយកែវកាន់ចង្កៀងជាប់ដៃមិនព្រមលែងឡើយពន្លឺភ្លើងដែលចាំងទៅលើមុខរបស់នាងពេលនេះមិនដូចពេលរដងនោះឡើយគឺវាដូចជាអ្វីដែលធុនមើលឃើញនោះហើយផ្ទៃមុខសុទ្ធតែឈាមខ្លួនពេញទៅដោយដំបៅគួរឲ្យខ្លាចជាទីបំផុតពេលនេះនាងកំពុងតែកាន់ដៃមកខាងរបស់ជូនដោយមិនដឹងថានាងបំរុងនាំជូនទៅកន្លែងណានោះទេមេភូមិនឹងធុនមិនទាន់ចង់និយាយអ្វីច្រើនឡើយទើបបានជានៅស្ងៀមហើយរងចាំមើលសិនកែវបានឈប់នៅត្រង់ដីទួលមួយកន្លែងពេលនោះឯងមេភូមិនឹងធុនបានមើលឃើញគ្រោងឆ្អឹងដែលនៅសល់សាច់តិចតួចពិបាកនឹងមើលយប់ថាជាគ្រោងឆ្អឹងរបស់អ្នកណាទេតែពេលដែលគិតមើលឲ្យច្បាស់ទៅទើបដឹងថាគឺជាសាកសពរបស់កែវបានស្លាប់នៅពេលដែលទៅបែតផ្លែឈើនៅចំការតែមិនប្រយ័ត្នក៏ដើរធ្លាក់ចម្រងនៅក្នុងព្រៃស្លាប់ដោយគ្មានអ្នកណាដឹងបែបនេះទៅពេលនេះនាងកំពុងតែកាន់ដៃមកខាងរបស់ជូនដោយមិនដឹងថានាងបំរុងនាំជូនទៅកន្លែងណានោះទេ
មេភូមិនឹងធន់មិនទាន់ចង់និយាយអ្វីច្រើនឡើយទើបបានជានៅស្ងៀមហើយរងចាំមើលសិនកែវបានឈប់នៅត្រង់ដីទួលមួយកន្លែងពេលនោះឯងមេភូមិនឹងធន់បានមើលឃើញគ្រូងឆ្អឹងដែលនៅសល់សាច់តិចតួចពិបាកនឹងមើលយប់ថាជាគ្រូងឆ្អឹងដល់អ្នកណាទេតែពេលដែលគិតមើលឲ្យច្បាស់ទៅទើបដឹងថាគឺជាសាកសពរបស់កែវបានស្លាប់នៅពេលដែលទើបបាត់ផ្លែឈើនៅចំការតែមិនប្រយ័ត្នក៏ដាវធ្លាក់ចម្រងនៅខំព្រៃស្លាប់ដោយគ្មានអ្នកណាដឹងបែបនេះទៅពួកយើងទៅនៅជាមួយគ្នាល្អទេកែបំរុងនៅដៃទៅច្របាច់ករបស់ជូនដល់ពេលនេះជូនហាក់ដូចជាលែងមានស្មារតីនៅក្នុងខ្លួនឡើយពួកមេភូមិឈប់ទៅក្រុមលោកមេភូមិសម្រេចចិត្តថាចេញទៅខាត់កូនស្រីរបស់ខ្លួនដោយមិនចង់ឲ្យនាងធ្វើខប់ម្ដងហើយម្ដងទៀតនោះទេនេះមិនហៅថាការស្រឡាញ់ពិតប្រាកដនោះឡើយគួរតែហៅថាអត្តានិយមច្រើនជាងណាកូនកូនមិនអាចឲ្យមនុស្សដែលកូនស្រឡាញ់ទៅជាមួយកូនទាំងដែលគេមានជីវិតល្អប្រសើរបែបនេះឡើយតាមពិតបងដឹងហើយថាអូនបានស្លាប់បាត់ទៅហើយជូនដាច់ចិត្តហើបមាត់និយាយធ្វើឲ្យកែវភ្ញាក់ខ្លាំងណាស់ព្រោះនាងស្មានថាជូនសន្លប់បាត់ទៅនោះហើយតាមពិតតាំងពីដើមដល់ចប់ជូនធ្វើជាមិនដឹងមិនលឺរហូតមកទេតើនាងពិតជាមានអារម្មណ៍ថាខ្មាស់ខ្លួនឯងណាស់ដែលនាងមានគំនិតថាចង់សម្លាប់ជីវិតមនុស្សដែលនាងស្រឡាញ់និងមនុស្សស្រឡាញ់នាងជាទីបំផុតនោះខ្ញុំសូមលាអ្នកគ្រប់គ្នាតែត្រឹមប៉ុណ្ណោះសិនហើយណាខ្ញុំនឹងចងចាំពីអ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាបានធ្វើមកលើខ្ញុំជាពិសេសគឺបងណាបងជូនចាំពួកយើងជួបគ្នានៅជាតិក្រោយទៅចោះអូនសុំទោសដែលអូនកុហកបងរហូតមកការស្រឡាញ់ពិតប្រាកដគឺវាមិនមែនជារឿងអត្តានិយមនោះឡើយផ្ទុយទៅវិញគឺវាជាការលះបង់ការចេះលែងដៃឲ្យមនុស្សដែលយួនស្រឡាញ់នោះមានក្តីសុខក្នុងការរស់នៅបន្តទៅទៀតជាទីប្រផុតទៅវិញទេ